ទូការសង្ស័យនាវារុស្ស៊ីលេចក្នុងស្ថានភាពអាកំបាំងអាចដឹកម៉ាស៊ីនរីអាទ័រនុយក្លេអ៊ែរឲ្យកូរ៉េខាងជើងអាចកំបាំងដ៏ធំមួយកំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍ទាក់ទងទៅនឹងការលេចនាវារុស្ស៊ីមួយគ្រឿងក្រោមស្ថានភាពដ៏អាចកំបាំងបំផុតបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានបញ្ជូនទាហានទៅជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែនជាច្រើនដងតាមរយៈសារព័ត៌មាន CNN បានចេញផ្សាយពីរបាយការណ៍ស៊ើបអង្កេតថ្មីមួយស្ដីពីការលេចនាវារុស្ស៊ីយូសាម៉ាជើកាលពីខែធ្នូឆ្នាំ2024ខណៈមានការសង្ស័យជាថ្មីថានាវានេះអាចកំពុងដឹករីអាក់ទ័រនុយក្លេអ៊ែរសម្រាប់នាវាមួយទឹកទៅកាន់កូរ៉េខាងជើងដោយមុនពេលលេចនាវានេះបានផ្ទុះជាច្រើនដងនៅសមុទ្រមេឌីទែរ៉ាណេក្បែរឆ្នេរសមុទ្ររបស់ប្រទេសអេស្ប៉ាញអ្នកស៊ើបអង្កេតបានអះអាងថាអាជ្ញាធរអេស្ប៉ាញកំពុងសង្ស័យថានាវានេះត្រូវបានវាយប្រហារដោយតូពីដូឬប្រភេទមីនពិសេសមួយទោះបីជាពេលនេះរដ្ឋាភិបាលអេស្ប៉ាញនៅមិនទាន់បញ្ជាក់ជាសាធារណៈនៅឡើយអ្នកវិភាគមើលឃើញថាប្រសិនបើការសង្ស័យនេះជាការពិតវាអាចជាសញ្ញាបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងរុស្ស៊ីនិងកូរ៉េខាងជើងក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរនិងនាវាមួយទឹកដែលអាចមានហានិភ័យចំពោះពិភពលោក